គេថាបទពិសោធន៍ជីវិតធ្វើឲ្យមនុស្សរឹងមាំប៉ុន្តែក្នុងអំឡុងពេលដែលជួបនឹងបទពិសោធន៍ជួបនឹងមេរៀនជីវិតហ្នឹងបើអ្នកទាំងអស់គ្នាមិនតាំងចិត្តត្រូវជំនះឆ្លងវាផុតទេក៏អាចមានគ្រោះថ្នាក់ដែរប៉ុន្តែទទួលស្គាល់ថាបទពិសោធន៍ជីវិតធ្វើឲ្យមនុស្សរឹងមាំហើយធៀបពិតទៅធម្មជាតិនៃជីវិតគឺវាតែងតែជួបរឿងជួបបញ្ហាអញ្ចឹងបើសិនយើងអាចគិតថាវាគឺជាធម្មជាតិនៃមនុស្សអញ្ចឹងយើងគ្រាន់តែដោះស្រាយបញ្ហាតាមភាពជាក់ស្ដែងកុំយកខ្លួនឯងទៅចោលជាមួយនឹងរឿងអត់បានការប្រឹងដើរទៅមុខហើយគួរជឿថាគ្រប់រឿងគឺតែងតែមានផ្លូវដើរគ្រប់រឿងគឺតែងតែមានដំណោះស្រាយសម្រាប់ខ្ញុំក៏ពិតទៅក៏ទៅតែគិតយល់មួយរយៈចុងក្រោយនៅពេលដែលវ័យយើងកាន់តែច្រើនដែរអាចនិយាយបានថាកាលពីក្មេងជំទង់ឬក៏នៅពេលដែលយុវវ័យហ្នឹងក៏គិតមិនទាន់ដល់ចំណុចហ្នឹងដែរមិនអញ្ចឹងសម្រាប់ក្មេងៗជំទង់ក៏ដូចជាយុវវ័យមួយចំនួនហ្នឹងគួរតែគិតដល់កន្លែងហ្នឹងឲ្យបានច្រើនមែនតើ